មានរឿងអីអញ្ចេះបងប៉ូលីសទើបបានរើបារះទាំងមិនទាន់ដល់ម៉ោងអញ្ចឹងសូមបងប្អូនអរគ្នាទស្សនាវីដេអូនេះដូចតទៅឥឡូវដល់ពេលមានបញ្ហាចាប់ដើមរើបារះម៉ែថតពេលដែលមានបញ្ហាចាប់ដើមរើបារះហើយកោះឡានយកណាគេទទួលខុសត្រូវពេលដែលពងបាក់ឡានឲ្យប៉ូលីសចូលមកអញ្ចឹងអាណាគេទទួលខុសត្រូវបើយើងខុសវាចាក់យើងចូលខុសតែនេះបើយើងត្រូវយកទឹកតមកយើងមើលឲ្យហើយថាពេលដែលធ្វើការអញ្ចឹងត្រូវអត់បើសិនជាបងធ្វើការនៅខាងណាបងត្រូវដោះស្រាយបញ្ហាមួយខ្ញុំបងធ្វើការនៅខាងខណ្ឌអីមើលតើឡានខុសអីឡានខុសអីឡានហ្វតមុខហ្នឹងគាត់ខុសអីបើដើរចូលទៅទៅគ្នាហើយឥឡូវបងសមត្ថកិច្ចបងត្រូវមែនហេតុអីបានជាបងរើបារះអត់តដល់មកបងរើទេអត់ដល់មកទេអត់ដល់មកបងរើបារះទេមានបញ្ហាបើគឺហេតុអីបានជាបងតើមានដំណោះស្រាយគេមកឲ្យពួកខ្ញុំហើយខ្ញុំចង់ឲ្យមានដំណោះស្រាយភ្លាមហើយខ្ញុំគឺជិះតាមល្បឿនដែររដ្ឋាភិបាលកំណត់ឲ្យបងកំតនអាខ្ញុំសុំសួរបងមួយចាតើខ្ញុំចង់សុំដោះស្រាយតាមសន្តិវិធីជាមួយនឹងពួកខ្ញុំមានដំណោះស្រាយមួយពួកខ្ញុំសិនបាទដល់សន្តិវិធីចាមានដំណោះស្រាយមួយពួកខ្ញុំសិនមិនមែនបងត្រូវឲ្យបងបើកអស់ចេញតែអញ្ចឹងទេបងមានសមត្ថកិច្ចចាបងមានសមត្ថកិច្ចផ្លូវជាតិលេខ3ហេតុអីបានភ្លាមបងរើបារះអស់គាត់តែភ្លាមធ្វើបារះអស់អីអញ្ចឹងចា